ប្រកួតតែម្ដងជំនួបរវាងក្រុមម្ចាស់ផ្ទះប្រខានរីស្វែរីងជាមួយនឹងក្រុមភ្ញៀវភ្នំពេញក្រោនជើងទី2វគ្គ8ក្រុមចុងក្រោយឬក៏ knock out stage នៃពានរង្វាន់ AFC Challenge League 2025-2026 នៅក្នុងការប្រកួតនេះបាទធ្វើឡើងនៅពាក់កីឡដ្ឋានជាតិមរតកតេជោដែលចាប់ផ្ដើមពីម៉ោង 7 យប់អញ្ញាកណ្ដាលកាត់សេចក្តីក្នុងការប្រកួតគឺលោកទុនមូហាម៉ាត់យ៉ាស៊ីនសញ្ជាតិម៉ាឡេស៊ីរួមជាមួយនឹងជំនួយការទី1លោកមូហាម៉ាត់សាហ្វិកសាអ៊ីតលោកណាត់ហ្ស៊ីរ៉ាន់អ៊ីហ្ស៊ីសជំនួយការទី2និងមន្ត្រីទី4លោកជូហ្វ្រីអាលីភ្នំពេញក្រោនឯកសណ្ឋានពណ៌ក្រហមហើយព្រះខារីស្វាយរៀងអាវស្វាយខោសស្រោមជើងពណ៌ស្វាយការតែតត្រង់នេះមិនបានសម្រេចទេការបញ្ជូនមួយជើងដោយ Breno ទប់ទ្រូងមួយទាត់បាទដោយ Maxim Prieden រំលងរបាទីបាទនេះហើយជាការទាត់របស់ Maxim ចំណុចត្រង់នេះការទាត់បាល់ free kick ដោយ Maxim ជាថ្មីតែរំលងរបាទីបាទការទាត់បាទព្យាយាមធ្វើយ៉ាងណាឲ្យធ្លាក់ក្រោយខ្នងតែមិនបានសម្រេច40បូកបាទ45បូក3ទៅហើយបាទត្រង់នេះ Maxim Prieden មិនអូសចូលក្នុងទៀតទេទាត់ពីចម្ងាយដោយប្រើកម្លាំងជើងរបស់ខ្លួនវីរៈតារាសង្គ្រោះតែបាល់ rebound ធ្វើឲ្យកីឡាករដែលបាទនៅចាំរងចាំនោះគឺ Moses Dyer បាទទាត់បញ្ចូលទី1ទំហឹងនាំមុខ1-0នឹងជាការផ្ដល់នៅកម្លាំងចិត្តដល់ភ្នំពេញក្រោនក្នុងការតាមពីក្រោយព្រោះថាគម្លាតគ្រាប់បាល់នៅសល់ត្រឹមតែ2គ្រាប់វគ្គទី1បញ្ចប់ទៅដោយប្រខាន់រីកស្វាយរៀងត្រូវភ្នំពេញក្រោននាំមុខ1-0ហើយក៏បន្តទៅដល់វគ្គទី2មានការប្រែប្រួលនៅបច្ចេកទេសនៃការផ្លាស់ប្ដូរកីឡាករមួយចំនួនចំណុចនេះការបញ្ជូនបាល់បាជ្រុងហើយក៏តែតបញ្ចូលទីបានយ៉ាងល្អដោយកីឡាករ Takashi Odawara ការបញ្ជូនដោយ Connor John Shield ហើយក៏លូតតែតបត់បានយ៉ាងល្អបញ្ចូលទីបាទត្រង់នេះគឺ Takashi Odawara 1-1ត្រឹមនាទីទី52ក្រុមម្ចាស់ផ្ទះព្រះខ័នរីស្វែរីងតាមស្មើត្រង់ចំណុចនេះបាល់សេតភីបានយ៉ាងល្អការបញ្ជូនពី Rio Fuji ទៅពេលប្រាក់ខ្វាមេតែទម្លាក់មកឲ្យកីឡាករ Takashi Odawara តែបញ្ចូលទីអ្នកចាំទីជាមសំណាងព្យាយាមសង្គ្រោះដល់ទៅ2លើកតែបាល់នេះនៅតែចូលទីទាល់តែបាន Rio Fuji ទាត់ផ្លោងស្រាលតែទម្លាក់លំមតែមួយទៀតបាទកីឡាករខ្សែការពារ3រូបបិទ Takashi Odawara មិនបាននៅតែមានឱកាសក្នុងការតែបញ្ចូលទីគ្រាប់បាល់ទី2របស់ Takashi Odawara គ្រាប់បាល់ទី2របស់ព្រះខ័នរីស្វាយរៀងនិងជាគ្រាប់បាល់ចុងក្រោយសម្រាប់ការប្រកួតនេះផងដែរស៊ីដានទាត់បាល់ជ្រុងកោងបុករបាល់ទីល្អមែនទែនញោមមួយម្ដងទៀតបាទទាត់កោងល្អណាស់ស៊ីដានបាទបុករបាល់ទីទៀតចេញមកវិញចំណែកត្រង់នេះនៅចុងការប្រកួតការទាត់បាល់ free kick ក្រឡាច់បន្តិចតែបន្ថែមបញ្ចូលខឹងចិត្តណាស់ Raul Feijer ទាត់បុកជាមួយនឹង Banner បាទអេបតជុំវិញទីលានមកចាប់មិនជាប់បាទបានទាត់ទៀតប៉ុន្តែទាត់មិនចំគោលដៅខឹងណាស់មកក្រុមការងារ20ដែរមកឃើញទាត់មកគៀកខ្លួនពេកអញ្ញាកណ្ដាលមូហាម៉ាត់យ៉ាស៊ីនក៏ផ្លុំកញ្ចាយបញ្ចប់ការប្រកួតជាផ្លូវការព្រះខ័នរីស្វាយរៀងបានឡើងទៅកាន់វគ្គបន្តបាទត្រៀមជួបជាមួយនឹងManila Tiger ព្រោះថាជើងទី1 Manila Tiger យកឈ្នះបាទ Dewa United